តោះមកដឹងពីរបៀបដាក់ wallpaper របស់យើងឲ្យមានចលនាដូច 3D អញ្ចឹងណាពេលដែលយើងកវីវាទៅគឺវាមានចលនាផ្លាស់ប្ដូរទីហ្មងវិធីនៅក្នុងការដាក់រូបថតនៅលើអេក្រង់ឲ្យមានចលនាដូច 3D អញ្ចឹងណាងាយស្រួលទេហើយសម្រាប់រូបស្លឹកឈើហ្នឹងខ្ញុំមានដាក់នៅ comment ខាងក្រោមអ្នកទាំងអស់គ្នាអាចចូលទៅក្នុង comment ខាងក្រោមអាចធ្វើការ save រូបនឹងទុកអញ្ចឹងជាដំបូងឡើយអ្នកទាំងអស់គ្នាចូលទៅក្នុងកន្លែងរូបថតរបស់យើងទៅ photo បន្ទាប់មកយើងរើសរូបអញ្ចឹងនេះរូបដែលខ្ញុំរើសហើយរូបស្លឹកឈើអញ្ចឹងណាបន្ទាប់មកអ្នកទាំងអស់គ្នាធ្វើការចុចនៅកន្លែងខាងក្រោមនេះតមកទៀតអ្នកទាំងអស់គ្នាធ្វើការបើកជាមួយនឹងកន្លែងមុខងារនេះដើម្បីឲ្យវាមានចលនាហើយអ្នកទាំងអស់គ្នាអាចធ្វើការសេរីបានអ្នកទាំងអស់គ្នាចូលទៅក្នុង depth effect ហើយអ្នកទាំងអស់គ្នាអាចទាញម៉ោងនេះសេរីចុះមកក្រោមតិចមកដើម្បីធំអញ្ចឹងទៅរួចជាការស្រេចហើយបន្ទាប់មកយើងចុចពាក្យថា add ហើយយកពាក្យថា set as wallpaper តែប៉ុណ្្នឹងរួចជាការស្រេចអ្នកទាំងអស់គ្នានឹងទទួលបានរូបដែលមានចលនាបែបនេះឃើញទេស្អាតណាស់អញ្ចឹងមើលវីដេអូនេះហើយកុំភ្លេចរៀនធ្វើទាំងអស់គ្នា